ស្ត្រីម្នាក់បានបោះបញ្ចូលទម្ងន់ 1000 ផោនទៅឲ្យកូនសិស្សរបស់គាត់ដោយសារតែបញ្ចូលនោះមានទម្ងន់ធ្ងន់ពេកកូនសិស្សរបស់គាត់មិនអាចចាប់បានទេធ្វើឲ្យបញ្ចូលនោះក៏បានធ្លាក់ទៅលើតុគ្រាន់តែធ្លាក់ភ្លាមក៏បានធ្វើឲ្យតុនោះបែកជាបំណែកតែម្ដងកូនសិស្សក៏បានគិតចង់ដកបញ្ចូលនោះចេញមកវិញតែសូម្បីតែគាត់ប្រើអស់កម្លាំងពីខ្លួនទៅហើយក៏មិនអាចដកបញ្ចូលនោះរួចដែរកូនសិស្សក៏បានសួរទៅកាន់អ្នកគ្រូថាហេតុអីក៏បញ្ចូលនេះមានទម្ងន់ធ្ងន់ខ្លាំងម្ល៉េះអ្នកគ្រូក៏បានឆ្លើយវិញថាទម្ងន់ត្រឹមតែ 1000 ផោនប៉ុណ្ណោះធ្ងន់មែនទេបញ្ចូលមួយទៀតដែលនៅក្នុងដៃរបស់ខ្ញុំមានទម្ងន់រហូតទៅដល់ 10000 ផោនឯណោះខ្ញុំអត់មានអារម្មណ៍ថាធ្ងន់អីបន្តិចសោះឡើយបានស្ដាប់សម្ដីអ្នកគ្រូបែបនេះកូនសិស្សក៏បានភាំងអស់ស្មារតីគាត់នឹកស្មានមិនដល់ថាអ្នកគ្រូម្នាក់ដែលក្នុងក្រសែភ្នែកអ្នកគ្រប់គ្នាដែលគិតថាគាត់ជាមនុស្សអសមត្ថភាពជាមនុស្សអត់ប្រយោជន៍បែរជាលក្ខកម្លាំងដ៏ពិសេសមួយនេះទៅវិញចាប់តាំងពីថ្ងៃនោះមកកូនសិស្សក៏បានប្រើបញ្ចូលរាប់ពាន់ផោនដើម្បីដេប៉ាក្មេងៗដទៃទៀតបានឃើញហើយក៏បានសើចចំអកគាត់យ៉ាងខ្លាំងចាប់តាំងពីគេថ្វាយបង្គំអ្នកគ្រូម្នាក់នោះធ្វើជាគ្រូមកយូរទៅបានប្រែក្លាយខ្លួនដូចជាស្រីក្រមុំអញ្ចឹងគេមានទេពកោសល្យដេប៉ាដូចជាមនុស្សស្រីទៅហើយតែតាំងពីដើមមកពួកគេមិនបានដឹងទេគឺស្មានថាបញ្ចូលនោះគឺជាបញ្ចូលធម្មតាតែប៉ុណ្ណោះទោះបីជាកូនសិស្សខិតខំប្រឹងប្រែងយ៉ាងណាអ្នកគ្រូក៏យល់ថាមិនទាន់គ្រប់គ្រាន់នោះទេដើម្បីឲ្យកូនសិស្សរបស់គាត់ក្លាយទៅជាអ្នកដែលមានក្បាច់គុណខ្ពង់ខ្ពស់គាត់បានយកអាវក្រោះមួយដែលមានទម្ងន់ 5000 គីឡូអាវមួយនេះគឺអ្នកគ្រូជូនឯងអរគុណច្រើនអ្នកគ្រូកូនសិស្សបានទទួលអាវក្រោះនោះតែគាត់ទ្រាំមិនរួចនោះឡើយគាត់ព្យាយាមលើកឡើងតែអាវក្រោះនោះហាក់ដូចជាធ្ងន់ខ្លាំងណាស់តែនៅពេលដែលគាត់ប្រឹងលើករួចហើយគាត់ក៏បានសួរទៅកាន់អ្នកគ្រូថាអ្នកគ្រូហេតុអីក៏អាវនេះធ្ងន់ជាងបញ្ចូលដែកនោះទៅទៀតអាវមួយនេះគឺខ្ញុំប្រើសរសៃដែកត្បាញឡើងមកគឺមានទម្ងន់យ៉ាងហោចណាស់ក៏ 5000 គីឡូដែរចាប់តាំងពីពេលនេះតទៅមិនថាឯងហូបបាយឬក៏គេងនោះទេគឺត្រូវតែពាក់អាវនេះគ្រប់ពេលវេលាខ្ញុំឲ្យឯងដោះចេញទើបអាចដោះចេញបានកូនសិស្សប្រឹងលើកហើយនិយាយថា 5000 គីឡូយ៉ាងម៉េចឯងយល់ថាស្រាលពេកមែនទេមិនមែនទេអ្នកគ្រូខ្ញុំពាក់មិនកើតទេដឹងអ្នកគ្រូឃើញហើយគាត់ក៏បានគិតក្នុងចិត្តថាអាវដែកដែលមានទម្ងន់ 5000 គីឡូគេលើកទី1សោះក៏អាចពាក់បានទៅហើយឯងហាត់បន្តទៀតចុះខ្ញុំត្រូវទៅក្រៅបន្តិចអ្នកគ្រូពេលដែលអ្នកគ្រូដើរទៅបាត់ក៏មានសិស្សបាក់ផ្សេងមួយក្រុមបានសើចចំអកឲ្យស៊ីលួគ្រប់គ្នានិយាយថាឯងដូចជានារីក្រមុំម្នាក់អញ្ចឹងនៅទីនេះរៀនដេប៉ាតាំងពីដើមមកខ្ញុំមិនជឿទេគិតមិនដល់ថាឯងដូចជានារីក្រមុំម្នាក់អញ្ចឹងមែនស៊ីលួឯងមិនអាចឈួតបែបនេះទេណាជឿទៅលើការនិយាយរបស់នាងអនឈីវពឹងផ្អែកទៅលើការដេប៉ាអាចហាត់ក្បាច់គុណបានហើយសម្ដីនៃអ្នកគ្រូខ្ញុំបាននិយាយខ្ញុំប្រកាសណាត្រូវទៅជឿជាក់តើគ្រូគេនេះល្ងងបែបណាទៅទើបមានកូនសិស្សល្ងងបែបនេះនោះនាងអនឈីវគេខ្លួនឯងគឺមិនចេះស្អីទេនៅហ៊ានមកបង្រៀនគេទៀតហើយគេក៏មិនខ្លាចអ្នកដទៃយល់ច្រឡំទំនាក់ទំនងគ្រូសិស្សរបស់ឯងដែរស៊ីលួគេស្ដាប់ឮហើយហាក់ដូចជាទ្រាំមិនបានបាត់មាត់ឯងទៅជូលឹងច័ន្ទបើឯងនៅតែហ៊ាននិយាយមើលងាយអ្នកគ្រូរបស់យើងមួយម៉ាត់ទៀតណាខ្ញុំប្រកាសជាឲ្យឯងស្ដាយក្រោយយ៉ាងម៉េចនាងអនឈីវគេមិនចេះបង្រៀនវិជ្ជាគុណដល់ឯងទេឲ្យគេយកច្រឡំទៅលើកូនសិស្សអញ្ចឹងហើយមិនឲ្យគេនិយាយទៀតឯងរកស្លាប់ហើយឯងចង់តដៃជាមួយយើងមែនទេថ្ងៃនេះខ្ញុំជំនួសមុខគ្រូដ៏អត់ប្រយោជន៍របស់ឯងនឹងបង្រៀនក្បាច់គុណល្អៗដល់ឯងប្រមាណស្នៀតទៅចុះថ្ងៃនេះខ្ញុំជំនួសឲ្យគ្រូដ៏អត់ប្រយោជន៍របស់ឯងបង្រៀនក្បាច់គុណល្អៗដល់ឯងប្រមាណស្នៀតទៅចុះស៊ីលក់មិនទាន់នឹងបានចេញស្នៀតស្រួលបួលផងក៏ត្រូវបានគេវាយដួលទៅនឹងដីបាត់ទៅហើយចំណែកប៉ពួករបស់ជូលឹងច័ន្ទក៏បាននិយាយថាស្មានមិនដល់ថាកម្លាំងរបស់សិច្បងជូពិតជាខ្លាំងមែនវាយគេតែមួយដៃសោះធ្វើឲ្យគេក្រាបដួលទៅនឹងដីបាត់ទៅហើយខ្ញុំមើលទៅមួយដៃនេះមានកម្លាំងខ្លាំងណាស់ប្រហែលជា 1000 គីឡូហើយមើលទៅរយៈពេលខ្លីត្រឹមតែ2ថ្ងៃប៉ុណ្ណោះសិច្បងជូរីកចម្រើនលឿនណាស់វិធីបង្រៀនរបស់លោកគ្រូពិតជាខ្លាំងពូកែមែនគួរឲ្យខ្ពើមណាស់ប្រសិនបើមិនមែនដោយសារតែអាវដែកមួយនេះទេការវឹកហាត់របស់ឯង3ថ្ងៃនឹងអន់ជាងនេះទៅទៀតសិស្សគ្រូអត់ប្រយោជន៍មួយគូនេះគ្រូមិនចេះបង្រៀនកូនសិស្សគឺមិនចេះទេជូលឹងច័ន្ទខ្ញុំមួយឯងបាត់មាត់ណាស៊ីលួថ្ងៃនេះខ្ញុំនឹងឲ្យអាកំសាឯងដឹងច្បាស់មុនការប្រកួតថ្ងៃស្អែកទៅចុះខ្ញុំនឹងធ្វើឲ្យឯងនៅមុខអ្នកទាំងអស់គ្នាខ្លាចទៅជាមនុស្សអត់ប្រយោជន៍នេះទើបធ្វើឲ្យខ្ញុំសប្បាយរីករាយនិយាយឲ្យពួកគេក៏បានដើរចេញទៅហេតុអីក៏ឯងវាយមិនឈ្នះគេអញ្ចឹងឯងត្រូវតែបង្ហាញភាពខ្លាំងរបស់ឯងណាចំពោះខ្ញុំគ្រូមួយថ្ងៃគឺគ្រូមួយជីវិតពួកគេនិយាយចំពោះខ្ញុំអាចទ្រាំបានប៉ុន្តែបើប្រមាណអ្នកគ្រូខ្ញុំមិនអាចទ្រាំបានទេតែខ្លាចក្រែងតែខ្ញុំមិនមែនជាដៃគូរបស់គេទេខ
ខ្ញុំក៏ត្រូវការជីវិតដែរអ្នកគ្រូអំបញ្ញមិញកម្លាំងដៃរបស់ជូឡើងច័ន្ទមានកម្លាំងប្រហែលជា1000គីឡូកម្លាំងនេះពិតជាខ្លាំងណាស់តើខ្ញុំពិតជាអាចផ្ដួលគេបានដែរឬទេអ្នកគ្រូហេតុអីក៏មិនអាចនោះឥឡូវនេះខ្ញុំនឹងបង្រៀនឯងនៅក្បាច់គុណដ៏សំខាន់មួយឯងមើលឲ្យបានល្អនិងចងចាំទុកផងណាអ្នកគ្រូក៏បានបង្ហាញក្បាច់គុណដ៏ពិសេសមួយទៅកាន់ស៊ីលូក្បាច់យូឡុងកម្លាំងនិងចិត្តរួមបញ្ចូលគ្នាចិត្តនិងខ្លួនប្រាណរួមបញ្ចូលគ្នាអ្នកគ្រូគ្រាន់តែប្រើកម្លាំងធាតុរបស់គាត់ក៏អាចវាយបំបែកថ្មយ៉ាងងាយស្រួលមើលទៅពិតជាអស្ចារ្យខ្លាំងណាស់ស៊ីលក់ឃើញហើយគឺគេភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះមិនអាចទៅការប្រកួតក្បាច់គុណថ្ងៃនេះខ្ញុំសូមប្រកាសបកសម្ព័ន្ធពួកយើងទាំងអស់នឹងធ្វើការប្រកួតកម្រិតដំបូងជាផ្លូវការហើយគឺទៅលើការវាស់កម្លាំងធាតុជាមួយនឹងអាងវាស់កម្លាំងធាតុជីវឡុងនៅទីនេះកម្លាំងខ្លាំងឬក៏ខ្សោយគឺអាចសាកនៅលើដុំថ្មមួយនេះនិយាយអញ្ចឹងឮថាបើកម្លាំងកាន់តែខ្លាំងនោះកម្រិតទឹកដែលបានចេញមកគឺកាន់តែខ្ពស់លើដូចនេះហើយកូនសិស្សម្នាក់ក៏សុំសាកល្បងមុនគេគឺគេបានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពទៅលើដុំថ្មមួយនោះកម្ពស់ទឹកក៏បានលោតឡើងលោកគ្រូក៏បាននិយាយថាបានកម្ពស់4ម៉ែត្រសមត្ថភាពមិនទាន់គ្រប់គ្រាន់ទេគ្រប់គ្នាហាក់ដូចជាក្រវីក្បាលធ្វើឲ្យគេហាក់ដូចជាអាក់អន់ចិត្តបន្តិចទុកឲ្យខ្ញុំវិញគេបានដើរមកយ៉ាងស្វាហាប់ក៏បានសាកល្បងអស់ពីសមត្ថភាពប្រមូលកម្លាំងធាតុរបស់គេទាំងអស់បញ្ចេញទៅលើដុំថ្មរំពេចនោះកម្លាំងធាតុរបស់គេក៏បានធ្វើឲ្យទឹកបាញ់ឡើងលើគ្រប់គ្នាដែលនៅទីនោះហាក់ដូចជាលាន់មាត់ស្ងាច់សរសើរនឹងគេលោកគ្រូនៃបកសម្ព័ន្ធក៏បាននិយាយថាចៅសុងបានកម្ពស់6ម៉ែត្រលទ្ធផលគួរសមមិនហ៊ានទទួលទេបានហើយថយចេញទៅឲ្យខ្ញុំសាកល្បងកម្លាំងឲ្យពួកអ្នកមើលបន្តិចអ្វីទៅដែលហៅថាកម្លាំងដ៏ពិតប្រាកដនោះជូលឹងច័ន្ទពិតជាមិនធម្មតាមែនគេបានប្រើកម្លាំងរបស់គេវាយដុំថ្មកម្លាំងទឹកក៏បានបាញ់ឡើងយ៉ាងខ្ពស់ធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់ឡើយពួកគេក៏បានសម្លឹងមើលស្ទើរតែផ្លឹកទៅហើយឯគ្រូរបស់គេក៏បានសើចយ៉ាងសប្បាយរីករាយជូលឹងច័ន្ទបានកម្ពស់12ម៉ែត្រនេះគឺជាលទ្ធផលល្អឥតខ្ចោះតែម្ដងថាម៉េច12ម៉ែត្រកម្លាំងរបស់សិស្សច្បងជូប្រៀបធៀបនឹងពីមុនរីកចម្រើនមិនតិចទេក្នុងចំណោមពួកយើងខ្លាចតែអត់មាននរណាជាដៃគូរបស់គាត់ទេស៊ីលក់វិញគេបាននិយាយខ្សឹបម្នាក់ឯងថាប្រសិនបើខ្ញុំអាចដោះអាវដែកនេះចេញបាន12ម៉ែត្រក៏ខ្ញុំអាចធ្វើបានដែរស៊ីលក់ដល់វេនឯងហើយឯងមិនមែនមិនហ៊ានឡើងប្រកួតទេអីខ្ញុំមិនខ្លាចទេស៊ីលក់គេបានដើរទៅសម្រួលសរសៃដៃសរសៃជើងរបស់គេហើយគេក៏បានងាកទៅសួរអ្នកគ្រូគេថាអ្នកគ្រូខ្ញុំអាចដោះប៉ុន្តែគេមិនទាន់នឹងបាននិយាយចាប់ផងអ្នកគ្រូក៏បាននិយាយកាត់មិនបានទេឮដូចនេះហើយស៊ីលក់គេក៏បានដើរសម្ដៅទៅកាន់ដុំថ្មគេខំប្រឹងអស់ពីកម្លាំងកាយចិត្តប្រមូលកម្លាំងទាំងអស់នៅលើកណ្ដាប់ដៃរបស់គេតែគេរៀបនឹងវាយទៅហើយក៏បានរអិលជើងធ្វើឲ្យដៃរបស់គេប៉ះដុំថ្មតែបន្តិចប៉ុណ្ណោះគ្រូនៃបកសម្ព័ន្ធក៏បានប្រកាសនៃលទ្ធផលស៊ីលក់បាន1ម៉ែត្រលទ្ធផលគឺអន់ខ្លាំងណាស់ពួកគេគ្រាន់តែស្ដាប់ឮហើយក៏បានសើច1ម៉ែត្រស៊ីលូខ្ញុំបាននិយាយតាំងពីយូរណាស់មកហើយនាងអនឈីគ្រាន់តែបំភាន់ភ្នែកអ្នកដតីតែប៉ុណ្ណោះឯងគ្រាន់តែជាដុំថ្មរឹងរូសមួយដុំតែប៉ុណ្ណោះទោះខំសំលៀងយ៉ាងណាក៏មិនអាចខ្លាចទៅជាមាសបានដែរខ្ញុំឲ្យឯងបាត់មាត់ណាជូលឹងច័ន្ទអ្នកគ្រូខ្ញុំយ៉ាងម៉េចក៏ដោយក៏មិនទាន់ដល់ពេលឯងមកវិនិច្ឆ័យដែរហើយថែមទាំងលើកនេះគឺជាលើកទី1តែប៉ុណ្ណោះនរណាសាច់នរណាយំចុងក្រោយនឹងមិនទាន់ដឹងនោះទេការឡើងលើកខ្សែដែកច្បាប់គឺសាមញ្ញនោះទេឡើងលើកខ្សែដែកនេះទៅត្រែម្ខាងទៀតដោយមិនអោយធ្លាក់នោះទេប្រើពេលវេលាកាន់តែខ្លីលទ្ធផលគឺកាន់តែល្អលើកនេះខ្ញុំសូមសាកល្បងមុនគេស៊ីយៀនគេក៏បានខិតខំប្រឹងប្រែងឡើងលើកខ្សែដែកនោះគេបានខិតខំប្រឹងប្រែងមែនទែនដាច់ខាតគឺគេមិនអោយធ្លាក់នោះឡើយអ្នកទី1នេះទីបំផុតគេក៏បានទទួលជោគជ័យហើយក៏បានចុះមកវិញដោយសុវត្ថិភាពផងដែរលោកគ្រូនៃបកសម្ព័ន្ធក៏បានប្រកាសលទ្ធផលស៊ីយៀនប្រើពេលវេលាអស់10ដង្ហើមលទ្ធផលគឺអាចទទួលយកបានទុកឲ្យខ្ញុំម្ដងចាងគង់គេនោះក៏មិនធម្មតាដែរប្រើពេលវេលាកាន់តែរហ័សជាងមុនហើយគេក៏មានការប្រុងប្រយ័ត្នខ្ពស់ដែរដាច់ខាតគឺមិនអោយធ្លាក់ដល់ដីឡើយទីបំផុតគេក៏បានទទួលជោគជ័យចាងគង់ប្រើពេលវេលា9ដង្ហើមលទ្ធផលអាចទទួលយកបានជូលឹងច័ន្ទគេក៏បាននិយាយថាយឺតពេកហើយនិយាយចប់គេក៏បានលោតឡើងលើខ្សែដែកនោះតែម្ដងប្រកបដោយទឹកមុខមើងម៉ាត់ពោពេញទៅដោយអំនួតគ្រាន់តែមកដល់នៅលើខ្សែដែកនោះភ្លាមគេក៏មិនបង្អឹងយូរឡើយគេក៏បានប្រើក្បាច់គុណរបស់គេសម្រាប់ខ្លួនលើកខ្សែដែកយ៉ាងរហ័សបំផុតគ្រប់គ្នាឃើញហើយពិតជាសរសើរថាពិតជាអស្ចារ្យខ្លាំងណាស់ការសម្រាលខ្លួនរបស់គេពិតជាលឿនមែនទែនជូលឹងច័ន្ទប្រើពេលវេលាអស់5ដង្ហើមនេះគឺជាលទ្ធផលដ៏ល្អឥតខ្ចោះគេខ្លាំងពេកហើយមិននឹកស្មានថាសិស្សច្បងជូពិតជាពូកែខ្លាំងណាស់កូនសិស្សដែលលោកគ្រូឆាងចាងបង្រៀនចេញមកសមត្ថភាពពិតជាអស្ចារ្យណាស់ទៅលើល្បឿនហើយនឹងកម្លាំងធាតុលទ្ធផលចេញមកពិតជាអស្ចារ្យមែនប៉ុន្តែជោគជ័យឬបរាជ័យលទ្ធផលចុងក្រោយនៅមិនទាន់ដឹងទេអ្នកគ្រូឲ្យខ្ញុំដោះអាវចេញទៅដោះអាវចេញខ្ញុំប្រកាសជាអាចមិនទាន់អាចដោះបានទេស្ដាប់ឮសម្ដីអ្នកគ្រូហើយស៊ីលក់ក៏បានឡើងទៅប្រកួត
គ្រប់គ្នានាំគ្នាសម្លឹងមើលការប្រកួតរបស់ស៊ីលក់ពួកគេឃើញហើយក៏នាំគ្នាសើចទោះបីជានៅលើខ្លួនគេមានអាក្រោះទម្ងន់ 5000 គីឡូក៏ដោយក៏គេបានខិតខំប្រឹងប្រែងព្យាយាមផងដែរខំប្រឹងប្រែងទប់លំនឹងដើរនៅលើខ្សែដែកដ៏តូចមួយឯគ្រូម្នាក់នេះមិនចង់ឲ្យស៊ីលក់ទទួលបានជោគជ័យនោះឡើយទុកឲ្យខ្ញុំជាអ្នកជួយឯងចុះហើយគាត់ក៏បានប្រើដុំថ្មផ្ទាត់ត្រូវនឹងជើងរបស់ស៊ីលក់ធ្វើឲ្យស៊ីលក់ក៏បានធ្លាក់ចុះមកលោកគ្រូនៃបក្សសម្ព័ន្ធឃើញហើយគាត់ក៏បានទៅជួយពេលនោះគាត់ក៏បានឆ្ងល់ថាអាក្មេងម្នាក់នេះមិនក៏ធ្ងន់យ៉ាងនេះចាំខ្ញុំជួយអញឲ្យឡើងទៅលើវិញលោកគ្រូហាក់ដូចជាចម្លែកក្នុងចិត្តចំណែកឯអ្នកគ្រូវិញគាត់នៅតែមានការអត់ធ្មត់ឯស៊ីលក់គេក៏ព្យាយាមឆ្លងខ្សែបន្តិចម្ដងហើយពួកគេនៅតែបន្តសើចចំអកឲ្យស៊ីលក់នេះអាចទៅរួចដែរហ៎អាក្មេងម្នាក់នេះហេតុអីក៏ធ្ងន់បែបនេះស៊ីលក់គេព្យាយាមបន្តិចម្ដងរហូតទៅដល់ត្រៃម្ខាងទៀតស៊ីលក់ប្រើពេលវេលាអស់30ដង្ហើមចំពោះលទ្ធផលគឺអន់ខ្លាំងណាស់ស្មានមកដល់ថាការប្រកួតលើកនេះអាចយកឈ្នះបានដោយងាយស្រួលបែបនេះសោះមើលទៅគេវាឡើងបែបនេះពិតជាលក់មុខគ្រូរបស់គេណាខ្ញុំទើបតែឃើញផ្ទាល់ភ្នែកទេពិតជាគួរឲ្យអស់សំណើចមែនល្អណាស់ស៊ីលក់ក្នុងការប្រកួតលើកទី3ខ្ញុំច្បាស់ជាប្រដៅឯងឲ្យទក់សាច់តែម្ដងឲ្យឯងចង់រស់ក៏ពិបាកចង់ស្លាប់ក៏មិនបានការប្រកួតលើកទី3នរណាឈ្នះនរណាចាញ់នៅមិនទាន់ប្រកាសទេម្នាក់មើលទៅសមត្ថភាពអន់ពេកហើយពួកអ្នកទាំងអស់គ្នាឡើងទាំងអស់គ្នាមកមើលទៅសិស្សច្បងជូដូចជាក្រអឺតក្រទមពេកហើយម្នាក់ឯងទល់នឹងគ្នាច្រើនសង្ស័យតែគាត់វាយមិនឈ្នះទេបើយើងវាយម្នាក់ម្ដងច្បាស់ជាមិនឈ្នះលោកបងជូទេចូលម្ដងទាំង4ប្រមូលកម្លាំងគ្នាប្រយុទ្ធជាមួយគាត់តែម្ដងទៅចូលម្ដងទាំង4មកខ្ញុំចាំមើលថាទាំងអស់គ្នាមានកម្លាំងខ្លាំងប៉ុណ្ណាដែរពេលនោះជូលឹងឆានក៏បានផ្ដួលទាំង4នាក់តែម្ដងពួកឯងទាំង4នាក់នេះអន់ពេកហើយល្អចង់បញ្ចប់នាងច្បាស់ជាដឹងហើយនាងអន់ឈីវនាងច្បាស់ជាចាញ់ប្រកុលផ្លាកបញ្ជាលោកគ្រូចេញមកខ្ញុំនឹងទុកមុខឲ្យនាងខ្លះណាមានឱកាសទៀតខ្ញុំនឹងឲ្យនាងវិញអ្នកដែលចាញ់គឺជាពួកគេហើយក៏មិនមែនជាកូនសិស្សខ្ញុំដែរនាងពិតជាក្បាលរឹងមែនរងចាំដល់សិស្សនាងចាញ់ខ្ញុំច្បាស់ជាធ្វើឲ្យនាងអាម៉ាស់មុខជាមិនខានស៊ីលូឆាប់ឡើងមករកការស្លាប់មកអ្នកដែលរកការស្លាប់នោះគឺជាឯងទេអ្នកគ្រូឡើងលើសាយវៀនប្រយុទ្ធសិនទៅរងចាំដល់ធូបមួយសរសៃនេះឆេះអស់ហើយឯងអាចដោះចេញបានហើយស៊ីលូគេមិនហ៊ាននឹងមិនគោរពអ្នកគ្រូឡើយគេក៏បានបដិញ្ញាចិត្តក្នុងការប្រកួតតាំងចិត្តឡើងប្រកួតជាមួយនឹងជូលឹងច័ន្ទស៊ីលូខ្ញុំជូលឹងច័ន្ទនឹងបញ្ជាក់ឲ្យឯងឃើញច្បាស់ថាខ្ញុំគឺមានក្បាច់គុណខ្លាំងជាងឯងខ្ញុំនឹងធ្វើឲ្យគ្រប់គ្នានៅក្នុងសំណាក់ខៅសាននេះបានភ្លឺភ្នែកឃើញរូបរាងរបស់ឯងបែបនេះប្រហែលជាមកពីអ្នកគ្រូរបស់ឯងអត់ប្រយោជន៍ហើយគ្រាន់តែបង្រៀនឯងឲ្យចេះធ្វើដូចជាសត្វកណ្ដុរអញ្ចឹងរត់ទៅឆ្វេងរត់ទៅស្ដាំបន្តិចទីនេះខ្ញុំនឹងមើលថាតើឯងរត់ទៅណាទៀតទៅអ្នកគ្រូតើខ្ញុំអាចដោះចេញបានទេធូបនៅមិនទាន់ឆេះអស់ទេមិនអាចដោះចេញបានទេចូលម្ដងទៀតមករងាប់ហើយអីនាងអនជីវនៅមិនទាន់ទទួលស្គាល់ថាចាញ់ទៀតកូនសិស្សរបស់នាងត្រូវវាយចិត្តស្លាប់ហើយអ្នកគ្រូអង្គុយញញឹមយ៉ាងស្ងប់ស្ងាត់អ្នកគ្រូក៏បានសម្លឹងមើលធូបដោះចេញបានហើយគ្រាន់តែស៊ីលក់ដោះអាវចេញភ្លាមស៊ីលក់ឯងមិនមែនដោយសារតែអាវមួយនេះវាយចាញ់ខ្ញុំទេណាថ្ងៃនេះខ្ញុំនឹងវាយឯងរហូតដល់លូនវាក្រោមបាតជើងរបស់ខ្ញុំ
ឲ្យឯងងើបមុខមិនរួចជារៀងរហូតលោកគ្រូបានទៅលើកអាវដែកមួយនោះគាត់មិននឹកស្មានថាអាវដែកមួយនោះធ្ងន់ដល់ម្លឹងទេតាំងពីដើមមកលើខ្លួនរបស់គេពាក់អាវមួយនេះគឺជាអាវដែកដែលមានទម្ងន់ធ្ងន់រាប់ពាន់គីឡូសាច់បងតើអ្នកបានបង្រៀនអ្វីខ្លះដល់គេយោក្បាច់គុណយូឡុងកម្លាំងនឹងចិត្តរួមបញ្ចូលគ្នាបាត់ដៃរន្ទះយូឡុងហ៊ានធ្វើបាបកូនសិស្សយើងផងឯងស្លាប់ទៅអ្នកគ្រូក៏បានចេញមុខមកជួយបាត់ដៃរន្ទះយូឡុងតើនេះគឺជាសមត្ថភាពពិតរបស់អ្នកគ្រូមែនទេមើលទៅការយល់ដឹងរបស់ខ្ញុំចំពោះបាតដៃរន្ទះយូឡុងគ្រាន់តែជាដំណាក់កាលដំបូងតែប៉ុណ្ណោះសូម្បីតែកម្លាំងរបស់ខ្ញុំមួយភាគក៏ឯងទប់មិនជាប់ដែរគឺអន់ពេកហើយនាងអន់ឈីវយ៉ាងម៉េចក៏អាចពូកែបែបនេះទៅនាងច្បាស់ណាស់គឺគ្រាន់តែជាមនុស្សអត់ប្រយោជន៍ម្នាក់តែប៉ុណ្ណោះនេះខ្ញុំមិនមែនកំពុងតែយល់សប្តិទេអីមួយដៃរបស់គាត់ធ្វើឲ្យលោកគ្រូចាងហោះបែបនេះមិនយ៉ាងអាចទៅលោកគ្រូចាងនៅក្នុងបកខៅសានរបស់ពួកយើងគឺជាអ្នកខ្លាំងទី2ហើយក៏ជាកំពូលស្វ័យដៃទី3ដែរកម្លាំងធាតុរបស់គាត់មិនយ៉ាងអាចប្រៀបមិនបាននឹងអ្នកគ្រូទៅគ្រាន់តែមួយស្នៀតក៏បរាជ័យទៅហើយលោកគ្រូស៊ីខ្ញុំមើលទៅលោកគឺជាមនុស្សល្ងងល្ងើម្នាក់ហើយប៉ុណ្ណឹងហើយលោកនៅតែមិនដឹងថាអ្នកគ្រូលាក់បាំងសមត្ថភាពពិតទេគិតមិនដល់ថាអ្នកគ្រូគឺលាក់បាំងបានចិត្តបែបនេះសោះលើកនេះពិតជាធ្វើឲ្យពួកយើងភ្លឺភ្នែកមែនកូនសាអំបញ្ញមិញមួយដៃរបស់ខ្ញុំឯងរៀនបានប៉ុន្មានហើយកូនសិស្សសាក់លបងហើយក៏និយាយថាអ្នកគ្រូប្រហែលជាបានតែ 80% ទេ80% បានប៉ុណ្ណេះគឺមិនអន់ទេអ្នកគ្រូក៏គិតក្នុងចិត្តថាឃើញលើកទី1សោះគេចេះបាន 80% ទៅហើយការយល់ដឹងរបស់ក្មេងម្នាក់នេះបើប្រៀបធៀបនឹងខ្ញុំកាលនៅឆ្នាំនោះគឺមិនធម្មតាទេនាងអូនជីវថ្ងៃនេះខ្ញុំបានឃើញច្បាស់នឹងភ្នែកហើយការពិតគឺនាងលាក់បាំងបានចិត្តបែបនេះលាក់បាំងខ្ញុំតាំងពីដើមមកអត់មានចង់លាក់បាំងអីទេនេះគ្រាន់តែសមត្ថភាពរបស់ពួកអ្នកអន់ពេកហើយតាំងពីដើមមកគឺមិនស័ក្តិសមឲ្យខ្ញុំតដៃជាមួយតែប៉ុណ្ណោះអន់ណែក្រអឺតក្រទមពេកហើយការប៉ັດអំបញ្ញមិញនាងឆ្នះដោយសារតែសំណាងល្អតែប៉ុណ្ណោះគឺខ្ញុំមិនធូរដៃឲ្យទេបើមិនអញ្ចឹងស្មានថានាងអង្គុយនៅទីនេះកើតមែនទេប្រាប់នាងទៅចោះមួយដៃអំបញ្ញមិញខ្ញុំគ្រាន់តែអង្គុយក៏ឆ្នះនាងបានដែរខ្ញុំប្រើកម្លាំងតែ7ភាគតែប៉ុណ្ណោះត្រូវហើយលោកគ្រូរបស់ខ្ញុំនៅអាចកែប្រែស្ថានភាពបានភ្លាមទៀតកម្លាំងពិតប្រាកដរបស់គាត់គ្រាន់តែគាត់មិនទាន់បានផឹកថ្នាំតែប៉ុណ្ណោះហើយគាត់ក៏មិនទាន់ប្រើប្រាស់សមត្ថភាពពិតប្រាកដចេញមកដែរពួកអ្នកចុងក្រោយច្បាស់ជាត្រូវលោកគ្រូរបស់ខ្ញុំជន់រៀបនឹងដីជាមិនខានលោកគ្រូចាងក៏បានគិតក្នុងចិត្តថានាងអនឈីវមួយជីវិតខ្ញុំមិនអាចផ្លាត់ស្នៀតជាលើកទី2ទេលោកគ្រូចាងក៏បានផឹកថ្នាំអ្វីមួយយ៉ាងនាងអនឈីវនាងចប់ហើយលើកនេះដាច់ខាតខ្ញុំមិនផ្ដល់ឱកាសឲ្យនាងទៀតទេអ្នកគ្រូប្រយ័ត្នផងថ្នាំមួយគ្រាប់នេះមានឥទ្ធិពលខ្លាំងណាស់ថ្នាំនេះអាចបង្កើនកម្លាំងធាតុបានភ្លាមមិនថាគេលេបអស់ប៉ុន្មានគ្រាប់ទេក៏មិនអាចខ្លាយទៅជាសត្វខ្លាដែលមានអំណាចអាចគ្រប់គ្រងភ្នំនិងព្រៃឈើបានដែរបានហើយលោកគ្រូចាងដើមឡើយពីមុនលោកហើយនឹងកូនសិស្សធ្វើការប្រឆាំងគឺខុសច្បាប់ទៅហើយឆាប់ចោះចាញ់ទទួលកំហុសនៃបកសម្ព័ន្ធភ្លាមទៅឲ្យយើងចោះចាញ់ឈិនអានពិភពលោកមួយនេះដើមឡើយគឺជារបស់អ្នកដែលមានមហិច្ឆតាធំចង់ឲ្យខ្ញុំចោះចាញ់គឺចោះចាញ់ហើយឯងជ្រុលពេកហើយប្រកាសណាស់លោកឈប់វង្វេងទៀតទៅឈប់ចង់ខ្លាយជាមេបកទៀតទៅចំពោះលោកគឺមិនស័ក្តិសមទេលោកគ្រូចាងក្រអឺតក្រទមពេកហើយលើកនេះច្បាស់ជាត្រូវវិន័យរបស់លោកម្ចាស់ចុងហ្វូហើយលោកគ្រូចាងមានអំនួតពេកហើយនឹងត្រូវទទួលទារុណកម្មធ្ងន់ធ្ងរហើយឈិនអានជាធម្មតាកម្លាំងរបស់ខ្ញុំអន់ជាងឯងតែបន្តិចទេប៉ុន្តែក្រោយពីបានលេបថ្នាំមហាកម្លាំងនេះហើយគឺអាចផ្ដួលឯងបានយ៉ាងងាយស្រួលលើដូចនេះហើយពួកគេក៏ប្រយុទ្ធគ្នាកម្លាំងធាតុរបស់លោកគ្រូចាងកើនឡើងមិនអន់ទេចំណែកឈិនអានវិញគឺនៅមានកម្រិតដូច្នេះគាត់ប្រហែលជាចាញ់ហើយអ្នកគ្រូនិយាយមិនត្រូវទេគាត់មិនអាចចាញ់ទេខ្ញុំក៏យល់ថាអញ្ចឹងដែរអ្វីត្បិតតែអ្នកគ្រូឥឡូវនេះក្បាច់គុណល្អជាងពួកយើងមែនតែចំពោះការមើលមនុស្សខ្ញុំឆ្លងកាត់ច្រើនជាងអ្នកគ្រូខុសហើយសម្ដីអ្នកគ្រូចង់មានន័យថាម៉េចមិនអាចទេកម្លាំងធាតុរបស់គេហេតុអីក៏ប្រសើរឡើងវិញលឿនយ៉ាងនេះបានហើយខ្ញុំមិនលេងសើចជាមួយឯងទៀតទេប្រញាំកំតិចបេះដូង
លោកមេប៉ាក់រងពេលនេះមេប៉ាក់រងក៏បានត្រូវរបួសយ៉ាងធ្ងន់មេប៉ាក់រងមេប៉ាក់រងមេប៉ាក់រងយ៉ាងម៉េចក៏ត្រូវសេះច្បងចាងផ្ដួលបែបនេះអញ្ចឹងកម្លាំងរបស់គេឈិនអានខ្ញុំបាននិយាយហើយថាឯងរៀបរៀងយើងមិនជាប់ទេលទ្ធផលគឺអញ្ចឹងមេប៉ាក់រងរបស់សម្ព័ន្ធខៅសានកំពុងតែដកថយហើយសម្ព័ន្ធខៅសានទាំងមូលអត់មាននរណាជាដៃគូរបស់ខ្ញុំទេសេះច្បងប្រញាប់ចាក់ចេញទៅសុំសេះច្បងចុះពីភ្នំទៅឥឡូវនេះគេពិតជាមានកម្លាំងខ្លាំងណាស់សេះច្បងប្រហែលជាវាយមិនឈ្នះគេទេមានតែមេប៉ាក់ទេដែលអាចទប់ទល់នឹងគេបានឥឡូវនេះទើបតែនឹកឃើញរកមេប៉ាក់ទេយឺតពេលហើយនាងអនឈីវថ្ងៃនេះកុំគិតថាចង់អង្គុយស្រួលនៅទីនេះទៀតណាភ្នំមួយមិនអាចមានខ្លាពីរទេពេលនេះខ្ញុំបានផ្លាស់ប្ដូរគំនិតហើយខ្ញុំត្រូវតែសម្រាប់គ្រូសាស្ត្រពួកឯងទាំងពីរអ្នកសិនឯងឈប់ស្រមៃទៅឈប់ធ្វើខុសទៀតទៅមេប៉ាក់គ្រាន់តែបាត់ទ្វារហាត់គុណបណ្ដោះអាសន្នតែប៉ុណ្ណោះបើគាត់ចេញមកវិញឃើញលោករអិតកទមយ៉ាងនេះលោកអាចដឹងពីលទ្ធផលហើយលើកនេះទីបំផុតខ្ញុំមើលមនុស្សមិនខុសមែនសេះច្បងចាងឆ្លៀតពេលរឿងមិនទាន់ច្របូកច្របល់អ្នកឈប់ត្រឹមហ្នឹងទៅប្រសិនបើចាំដល់មេប៉ាក់ចេញមកនោះមេប៉ាក់បានចុះពីភ្នំបាត់ទៅហើយថ្ងៃនេះនៅខៅសានទាំងមូលគឺគ្មាននរណាជាដៃគូរបស់ខ្ញុំឡើយខ្ញុំគឺគ្រាន់តែកំចាត់មនុស្សអត់ប្រយោជន៍ពីរអ្នកតែប៉ុណ្ណោះអ្នកទាំងអស់គ្នាស្មានថាក្រោយពីមេប៉ាក់ត្រឡប់មកវិញនោះគាត់ដើម្បីមនុស្សអត់ប្រយោជន៍ពីរអ្នកនេះដាក់ទោសលើខ្ញុំហើយមែនទេអ្នកគ្រូគេឈួតហើយអ្នកគ្រូប្រញាប់កិច្ចខ្លួនទៅទុកឲ្យខ្ញុំរៀបរៀងគេសិស្សចំគួតក្បាច់គុណរបស់ឯងប្រៀបមិនបាននឹងខ្ញុំផងតើឯងអាចរៀបរៀងគេយ៉ាងម៉េចទៅប៉ុន្តែទុកឲ្យខ្ញុំវិញឆាងចាងពិតជាដោយការកាត់របស់ខ្ញុំមែនថ្ងៃនេះខ្ញុំប្រដៅលោកមុនចុះពិតជាអត់គេខ្មាស់មែនក្រញ៉ាំបិសាចយឺតើនេះគឺក្បាច់គុណមរៀមទេពនិងបាតដៃយូឡុងនេះគឺជាក្បាច់គុណមរៀមទេពក្បាច់គុណមរៀមទេពនិងបាតដៃយូឡុងគឺសុទ្ធតែជាកំពូលក្បាច់គុណសេះច្បងគឺមានត្រកូលនាងតើសេះច្បងមានទំនាក់ទំនងអីជាមួយនឹងសំណាក់ជីទៅនាងអនឈីវមិននឹកស្មានថានាងពូកែយ៉ាងនេះនាងពូកែយ៉ាងនេះហេតុអីក៏ត្រូវលាក់បាំងអញ្ចឹងខ្ញុំដឹងហើយឬមួយតាំងពីដើមមកគេមិនយកខ្ញុំធ្វើជាកូនសិស្សទើបលាក់បាំងដូចនេះនាងអនឈីវតើនាងជានរណាខ្ញុំគឺជាព្រឹទ្ធាចារ្យធំនៃសម្ព័ន្ធខៅសាននាងអនឈីវមិនអាចទេហេតុអីក៏ទើបតែបញ្ចេញសមាជិកភាពពិតនៅពេលនេះបើប្រៀបធៀបទៅវិជាគូរបស់នាងស្មើនឹងមេប៉ាក់ចុងសានកម្រិតទី3ទៅហើយតែនៅមិនមែនជាដៃគូរបស់នាងដែរនាងប្រកាសជាមកពីចុងសានកម្រិតទី2ហើយជឿឬក៏មិនជឿឆាងគួយលោកឥឡូវនេះទទួលស្គាល់កំហុសទៅមិនទាន់យឺតពេលទេឈប់ធ្វើឲ្យខ្លួនឯងមានកំហុសតទៅទៀតទៅឯងថាខ្ញុំធ្វើខុសឈិនអានថ្ងៃនេះឯងស្មានថាដោយសារតែនាងអនឈីវឲ្យពួកឯងអាចមើលងាយខ្ញុំបាននោះឆាងគួយក្រញាំបៃសាយរបស់ឯងគឺត្រូវសេះច្បងបំបែកបានហើយតើឯងនៅចង់តស៊ូរហូតដល់ស្លាប់ទៀតមែនទេតែខ្ញុំនៅមានក្បាច់ពិសេសខ្លាំងជាងនេះទៀតចាំមើលណាហេតុអីក៏ឯងលាបថ្នាំប៉ោកម្លាំងអីច្រើនយ៉ាងនេះតែឯងចេះដឹងស្អីគេទៅត្រឹមតែមួយដង្ហើមខ្លាយទៅជាកំពូលក្បាច់គុណទៅហើយឆាងគួយបានឈានទៅដល់កម្រិតកំពូលទៅហើយនេះមិននឹងអាចទៅកំពូលក្បាច់គុណចប់ហើយតែឥឡូវនេះគេឈួតបាត់ទៅហើយលើកនេះពួកយើងទាំងអស់គ្នាច្បាស់ជាស្លាប់ជាមិនខាននាងអនឈីវតើនាងខ្លាំងណាស់មែនទេចាំទទួលមួយកណ្ដាប់ដៃនេះទៅនាងចាំទទួលទៅនេះគឺជាក្បាច់គុណកណ្ដាប់ដៃដែកកម្រិតទី2នៃប៉ាក់ចុងមិនកណ្ដាប់ដៃដែកមាន3ស្នៀតឆាងគួយហេតុអីក៏ឯងចេះក្បាច់គុណកណ្ដាប់ដៃដែកនេះឯងគឺជាកង្កែបនៅក្នុងអណ្ដូងឯងមិនដឹងរឿងស្អីទេឯងប៉ាក់កណ្ដាប់ដៃដែកក៏បានធ្វើដំណើរមកមេប៉ាក់រងថ្ងៃនេះពួកយើងនាំមនុស្សមកច្រើនបែបនេះហើយបើសិនជាប៉ាក់ចុងសានមិនព្រមចុះចូលជាមួយពួកយើងតើពួកយើងគិតយ៉ាងម៉េចទៅទុកចិត្តចុះខ្ញុំហើយនឹងបងធំបានរាប់អានគ្នាជាមួយនឹងលោកគ្រូចាងជាយូរណាស់មកហើយមានការជួយរបស់គាត់ពីខាងក្នុងរឿងនេះច្បាស់ជាសម្រេចជាមិនខានចុះបើពួកគេប្រឆាំងតតាំងជាមួយពួកយើងអ្នកដែលចុះចូលជាមួយពួកយើងគឺរស់ហើយអ្នកប្រឆាំងមានតែផ្លូវស្លាប់មួយគត់តាមពិតលោកគ្រូបានរៀបចំផែនការទុកជាមុនហើយនាងអនឈីវនាងលាក់បាំងកម្លាំងពិតយ៉ាងណាក៏ដោយក៏គង់នឹងចាញ់ក្រោមដៃលោកគ្រូរបស់ខ្ញុំដែរភ្នែករបស់ខ្ញុំច្បាស់ជាមើលមិនខុសទេអ្នកគ្រូ
ទុកចិត្តចុះខ្ញុំអាចទប់ទល់បានគេមិនអាចធ្វើអីខ្ញុំបានទេនាងអន់ឈីវនាងត្រូវតែស្លាប់កណ្ដាប់ដៃវាយគ្មានកម្លាំងនេះហើយកណ្ដាប់ដៃទាំង3ស្នៀតរបស់ឯងកណ្ដាប់ដៃរបស់មេប៉ាក់ធំគ្មាននរណាអាចយកឈ្នះបានតែនេះអន់ឆ្ងាយពេកហើយរកស្លាប់ហើយមិនអាចទេខ្ញុំបានប្រមូលកម្លាំងរបស់ខ្ញុំទាំងអស់ដាក់លើកណ្ដាប់ដៃនេះហើយហេតុអីក៏មិនអាចធ្វើអីនាងបានអញ្ចឹងមួយកណ្ដាប់ដៃរបស់ឯងនេះកម្លាំងស្រាលដោយសម្លៃលបឿនវិញក៏យឺតដែរស្នៀតកណ្ដាប់ដៃរបស់ឯងគឺអន់ពេកហើយអ្នកគ្រូពិតជាខ្លាំងអស្ចារ្យមែនក្រែងឆាងគួយគឺជាកំពូលក្បាច់គុណតែបែរជាមកចាញ់ក្រោមដៃអ្នកគ្រូខ្ញុំអាក្រក់ណាស់ដែលពីមុនធ្លាប់គិតថាវិជាគុណរបស់អ្នកគ្រូមិនសូវពូកែតែពេលនេះធ្វើឲ្យខ្ញុំដឹងច្បាស់យ៉ាងពិតប្រាកដមិនក៏ទៅជាអញ្ចឹងលោកគ្រូគឺបានរៀនកំពូលក្បាច់គុណទៅហើយថែមទាំងមានថ្នាំមហាកម្លាំងទៀតហេតុអីក៏នាងកុហកខ្ញុំនាងពិតជាអាក្រក់ណាស់ហេតុអីបានជាកុហកខ្ញុំជូឡាំងច័ន្ទមើលទៅឯងពេលនេះស្ដាយក្រោយហើយតែនៅលើលោកនេះអត់មានថ្នាំបំបត្តិការសោកស្ដាយទេការលោភលន់របស់ឯងដើម្បីតែផលប្រយោជន៍ឯងច្បាស់ណាស់នឹងចាញ់ដោយវេទនាហេតុអីកំពូលក្បាច់គុណដែលខ្ញុំបានទទួលមកបែរជាចាញ់ក្រោមដៃរបស់នាងទៅវិញក្នុងភ្នែករបស់លោកមានតែការចង់ឈ្នះតែប៉ុណ្ណោះដូច្នេះហើយទើបធ្វើឲ្យលោកមើលមិនឃើញអ្វីទៅជាក្បាច់គុណពិតប្រាកដនោះឡើយអញ្ចឹងលោកយ៉ាងម៉េចអាចប្រើក្បាច់គុណដើម្បីកម្ចាត់សត្រូវបានទៅពិតជាគួរឲ្យចង់សាច់ណាស់ក្បាច់គុណរបស់នាងគ្រាន់តែខ្លាំងជាងខ្ញុំតែបន្តិចតែប៉ុណ្ណោះនាងមានសិទ្ធិអីមកអប់រំខ្ញុំនោះនាងស្មានថានាងជាអធិរាជស្រីនៃសំណាក់ប៉ាជីនាងចិនយូមែនទេមិនសុខចិត្តទេខ្ញុំមិនសុខចិត្តទេបានអញ្ចឹងខ្ញុំនឹងប្រើវិធីឲ្យឯងសុខចិត្តកម្ចាត់មនុស្សអត់ប្រយោជន៍ដូចជាឯងចោលកណ្ដាប់ដៃទាំង3ស្នៀតរបស់គេបើជាចាញ់យ៉ាងនេះទៅវិញកណ្ដាប់ដៃរបស់ខ្ញុំមិនអាចចាញ់ទេយ៉ាឈប់សិនតើពួកលោកមករកនរណាមើលទៅឆាងគួយមនុស្សអត់ប្រយោជន៍ម្នាក់នេះមិនទាន់បានរៀបចំនៅឡើយទេពិតជាអត់ប្រយោជន៍ណាស់អញ្ចឹងពួកយើងធ្វើយ៉ាងម៉េចទៅធ្វើយ៉ាងម៉េចពួកយើងប្រកាសជាត្រូវសម្រុកចូលហើយថ្ងៃនេះទោះបីជាមេប៉ាក់របស់ឯងមកដល់ក៏មិនអាចបញ្ឈប់ពួកយើងបានដែរពួកឯងត្រូវតែចោះចូលជាមួយនឹងប៉ាក់កណ្ដាប់ដៃរបស់ពួកយើងក្រោយពីផ្ដួលមនុស្សប៉ាក់ខៅសានរួចហើយពួកគេក៏ដើរចូលទៅស៊ីអងធីងតែនាងពិតជាចង់សម្លាប់ខ្ញុំមែនទេបើខ្ញុំសម្លាប់លោកទៅវាយ៉ាងម៉េចនាងប្រកាសជាចង់ស្លាប់ហើយពួកឯងប្រកាសជាចង់ស្លាប់ហើយឆាងគួយគ្រប់យ៉ាងគឺជាកំហុសរបស់ឯងមិនពាក់ព័ន្ធនឹងពួកគេទេជីនអានប្រាប់ឯងទៅចុះមិនយូរទេមនុស្សប៉ាក់កណ្ដាប់ដៃនឹងមកកំទេចប៉ាក់ខៅសាននេះហើយនៅពេលនោះពួកគេប្រកាសជាអាចសងសឹកឲ្យខ្ញុំបានអដេរិឆានឯងហ៊ានខົບខិតជាមួយអ្នកក្រៅមកធ្វើបាបខៅសានផងឯងយើងគ្រាន់តែយកអ្វីដែលយើងចង់បាននឹងខុសដែរឯងពួកគេគឺចង់ផ្ដួលរំលំប៉ាក់ខៅសានតែយើងចង់បានតែកណ្ដាប់ដៃ3កម្រិតមកបន្ថែមលើកម្លាំងធាតុរបស់យើងតែប៉ុណ្ណោះសិស្សបងស៊ីចាងឆាប់អញ្ជើញមេប៉ាក់ចេញមកនេះគឺជារឿងស្លាប់រស់របស់ប៉ាក់ខៅសានបានកុំទាន់អាលមេប៉ាក់កំពុងតែហាត់ក្បាច់គុណសំខាន់មួយមិនត្រូវទៅរំខានគាត់ទេត្រឹមប៉ាក់កណ្ដាប់ដៃកំពេកំប៉ុកប្រកល់ឲ្យខ្ញុំចុះកណ្ដាប់ដៃកំពេកំប៉ុកនាងអន់ឈីវមនុស្សពីរអ្នកក្នុងប៉ាក់កណ្ដាប់ដៃពួកគេគឺសុទ្ធតែជាអ្នកខ្លាំងដ៏ពិតប្រាកដនាងស្មានតែនៅក្រោមមេឃនេះនាងមានសត្រូវតែខ្ញុំទេនាងពិតជាឈួតណាស់សិស្សបងចំពោះខ្ញុំប៉ាក់កណ្ដាប់ដៃគឺមិនអីទេប្រកល់ឲ្យខ្ញុំចុះពិតជាសម្ដីថ្លោះមែនខ្ញុំចាំមើលតើជានរណាដែលហ៊ានមិនទុកប៉ាក់កណ្ដាប់ដៃពួកយើងនៅក្នុងភ្នែកបែបនេះធីអូយ៉ាមេប៉ាក់រងទីបំផុតលោកមកដល់ហើយជូឡាំងឆានតើឯងក៏ក្បត់ប៉ាក់ខៅសានដែរមែនទេមេប៉ាក់រងអ្នកដែលស្គាល់កលៈទេសៈទៅជាអ្នកខ្លាំងតើលោកយល់ទេប៉ាក់ខៅសានគឺលែងមានទៀតហើយខ្ញុំគ្រាន់តែជ្រើសរើសនៅជំរើសមួយដែលត្រឹមត្រូវតែប៉ុណ្ណោះអាជនឆ្លៀតឱកាសជូឡាំងឆានគេក៏បានគិតក្នុងចិត្តថានាងអន់ឈីវចាំមើលតើនាងនៅលាក់បាំងកម្លាំងពិតយ៉ាងម៉េចទៀតទៅនៅពីមុខមេប៉ាក់រងកណ្ដាប់ដៃអ្វីទាំងអស់គឺសុទ្ធតែអត់ប្រយោជន៍ទេនៅមានស៊ីលួទៀតចង់បញ្ចប់ឯងនៅតែចាញ់ពិតជាសោះល្អមែនឯងជ្រើសរើសបែបនេះពិតជាត្រឹមត្រូវហើយចាំដល់ពេលលោកគ្រូយកបានខៅសានហើយឯងគឺជាមេប៉ាក់បន្ទាប់ពីលោកគ្រូហើយ
នេះគឺលោកគ្រូបង្រៀនខ្ញុំបានល្អទេចំជាអត់ប្រយោជន៍មែនលោកមេប៉ាក់រងរឿងហេតុដើមឡើយគឺអាចទៅមុខយ៉ាងរលូនក៏ប៉ុន្តែមានកំហុសតិចតួចគឺស្រាប់តែមានមនុស្សចេញមុខរារាំងមិនខុសទេនាងមិនត្រឹមតែធ្វើឲ្យខូចផែនការរបស់ពួកយើងទេហើយថែមទាំងមិនដឹងលួចរៀនក្បាច់គុណរបស់ពួកយើងតាំងពីពេលណាមកទៀតគឺកណ្ដាប់ដៃ3កម្រិតលោកថាម៉េចហ៊ានលួចរៀនវិជ្ជាគុណរបស់បកកណ្ដាប់ដៃដែរយើងទៀតទេពិតជាថ្លើមធំមែនមិនខុសទេគឺអញ្ចឹងមែនហើយនាងនៅនិយាយសម្ដីមិនចេះអៀនខ្មាស់ទៀតថាតាំងពីដើមមកគឺមិនទុកវិជាគុណនៃបកកណ្ដាប់ដៃដែកនៅក្នុងភ្នែកទេចៃដន្យគឺអាចលុបបំបត្តិបកកណ្ដាប់ដៃដែកទៀតផងលុបបំបត្តិបកកណ្ដាប់ដៃដែកល្អណាស់តើជាអ្នកណាទៅប្រាប់ខ្ញុំមកគឺជានាងអនឈីវគឺជាសិស្សច្បងធំនៃបកខៅសានពេលនោះអ្នកគ្រូក៏បានងាកមុខមកម្នាក់នេះខ្ញុំមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ហាក់បីដូចជាធ្លាប់ជួបនៅកន្លែងណាអញ្ចឹងដូចជាគាត់មានត្រកូលថានាងក៏មានត្រកូលថានាងដែរនាងគឺជាឯងគឺធាអ៊ូយ៉ាតើធាអ៊ូទីគឺជាមនុស្សយ៉ាងម៉េចទៅនាងយ៉ាម៉ស្គាល់បងប្រុសធំរបស់ខ្ញុំទៀតផងហ៎បងប្រុសធំរបស់ឯងមិនហ៊ានប្រហើនយ៉ាងនេះផងឯងពិតជាក្លាហានណាស់ពិតជាគួរឲ្យចង់សាច់មែននៅតង់ចៅនេះទាំងមូលបងប្រុសធំរបស់ខ្ញុំធាអ៊ូទីមនុស្សស្រីដែលគាត់ខ្លាចគឺមានតែម្នាក់គត់នោះមានតែអធិរាជស្រីម្នាក់តែប៉ុណ្ណោះអ្នកធៀបនឹងអធិរាជស្រីតើនាងជាស្អីគេទៅអធិរាជស្រីគេគ្រាន់តែជាមនុស្សល្ងងគ្មានដឹងអីម្នាក់តែប៉ុណ្ណោះឈប់ជឿសម្ដីល្ងើរបស់គេទៅក្រាមធំនាងហ៊ានមិនគ្រប់អធិរាជស្រីផងឯងនាងមានជីវិត10ក៏ស្លាប់មិនគ្រប់គ្រាន់ដែរលើឯងនិយាយបែបនេះឯងគឺអត់ដែលឃើញអធិរាជស្រីទេលោកមេប៉ាក់រងរបស់ពួកយើងប្រកាសជាធ្លាប់បានជួបហើយនៅធ្លាប់ផឹកតែជជែកគ្នាលេងជាមួយអធិរាជស្រីទៀតផងអូប៉ុន្មានទេខ្ញុំប្រកាសជាធ្លាប់បានជួបហើយសម្ដីដែលបាននិយាយមុននេះអាចគិតឲ្យបានច្បាស់សិនមានមនុស្សឃើញច្រើនបែបនេះបើសិនបើថ្ងៃណាមួយឬដល់ត្រជាអធិរាជស្រីនោះខ្ញុំមិនដែលបានជួបទេតែនាងក៏មិនធ្លាប់ជួបដែរមេប៉ាក់រងក្រៃលោកធ្លាប់និយាយថាធ្លាប់ផឹកតែជាមួយអធិរាជស្រីមែនទេនោះគឺមេប៉ាក់ធំរបស់ពួកយើងជាអ្នកទៅទេខ្ញុំគ្រាន់តែនៅខាងក្រៅឆ្ងាយពីកន្លែងនោះគ្រាន់តែឃើញស្រមោលអធិរាជស្រីតែប៉ុណ្ណោះមេប៉ាក់រងក៏បានគិតក្នុងចិត្តថាគិតឡើងវិញស្រមោលរបស់នាងអនឈីវហើយនឹងអធិរាជស្រីគឺដូចគ្នាណាស់ឬមួយក៏គាត់មិនត្រូវទេឋានៈរបស់អធិរាជស្រីគឺខ្ពង់ខ្ពស់ណាស់មិនយ៉ាងឯងមកប៉ាក់ខៅសានេះនោះដែលទីកន្លែងនេះក្រីក្របែបនេះបងប្រុសរបស់ធាអ៊ូទីម្នាក់នេះពិតជាគួរឲ្យចាប់អារម្មណ៍មែនបានហើយឯងប្រញាប់ដកថយឥឡូវនេះទៅរឿងដែលកើតឡើងអំបញ្ញមិញខ្ញុំចាត់ទុកថាអត់បានកើតឡើងទៅចោះឲ្យខ្ញុំដកថយនាងគួរតែដឹងថានាងកំពុងតែនិយាយស្អីនាងអនឈីវតើនាងគិតថានាងគឺជានរណាទៅហ៊ានឲ្យមេប៉ាក់រងរបស់ខ្ញុំថយចេញផងរកស្លាប់ហើយមេប៉ាក់រងមេប៉ាក់ធំគឺបានដឹងដំណឹងនេះហើយឥឡូវនេះកំពុងតែនៅតាមផ្លូវប្រញាប់មកហើយស្អីគេបងធំមកហើយមិនបានទេរឿងលេបយកខៅសានគឺជាផែនការដែលខ្ញុំបានរៀបចំឡើងដើម្បីទុកឲ្យបងធំមានការភ្ញាក់ផ្អើលឥឡូវនេះគាត់មកហើយខ្ញុំត្រូវតែប្រញាប់ធ្វើរឿងនេះឲ្យឆាប់ចប់ទើបល្អបានហើយខ្ញុំអត់មានពេលវេលាខ្ជះខ្ជាយជាមួយពួកអ្នកទៀតទេអ្នកដែលចោះចូលជាមួយនឹងបកកណ្ដាប់ដៃដែកពួកយើងនឹងមានជីវិតរស់អ្នកប្រឆាំងគឺស្លាប់មេប៉ាក់រងមិនអាចនិយាយស្រួលបែបនេះទេនិយាយអញ្ចឹងដូចបានដោះលែងញីវអងឈីវស្រីម្នាក់នេះអញ្ចឹងលោកធ្វើអញ្ចឹងនឹងមានបញ្ហានៅពេលក្រោយជាមិនខានមិនខុសទេលោកមេប៉ាក់រងត្រូវតែសងសឹកឲ្យលោកគ្រូរបស់ខ្ញុំយ៉ាងម៉េចដែរគ្រូសិស្សរបស់ឯងទាំងពីរបង្រៀនខ្ញុំឲ្យធ្វើកិច្ចការមែនទេមិនហ៊ានទេពួកឯងទាំងពីរពិតជាអត់បានការមែនឥឡូវនោះតាំងខ្លួនឯងជាមនុស្សអស្ចារ្យទៀតសិស្សច្បងតើពួកយើងគួរតែធ្វើយ៉ាងម៉េចទៅពេលនេះមេប៉ាក់មិននៅពួកយើងសុទ្ធតែស្ដាប់តាមសិស្សច្បងហើយទាំងអស់គ្នាទុកចិត្តចុះខ្ញុំបានយល់ព្រមនឹងមេប៉ាក់របស់ពួកអ្នកហើយខ្ញុំច្បាស់ជាមើលថែអ្នកទាំងអស់គ្នាដែលនៅទីនេះអ្នកគ្រូប៉ាក់កណ្ដាប់ដែកគឺជាប៉ាក់ដែលមានវិជ្ជាគុណខ្លាំងលំដាប់ទី2ពួកយើងគឺមិនអាចយកឈ្នះបានទេគួរតែចោះចាញ់ទៅអ្នកគ្រូឯងឲ្យអ្នកគ្រូចោះចាញ់ឯងគឺមើលងាយអ្នកគ្រូរបស់ឯងពេកហើយអ្នកដែលប្រឆាំងគឺស្លាប់គិតហើយឬនៅធាអ៊ូយ៉ាឯងចង់ឲ្យប៉ាក់ខៅសានចោះចូលផងខ្ញុំបាននិយាយតាំងពីដំបូងរួចមកហើយនាងបន្តិចក៏មិនខ្លាចដែរអ្នកដែលត្រូវខ្លាចនោះគឺជាឯងទេអំបញ្ញមិញខ្ញុំបាននិយាយរួចមកហើយខ្ញុំនឹងមិនដេញដោលរឿងនេះទេអញ្ចឹងឯងកុំស្ដាយក្រោយណាខ្ញុំស្ដាយក្រោយពិតជាគួរឲ្យអស់សម្ដេចមែនរឿងដែលខ្ញុំថាធ្វើហើយគឺត្រូវតែសម្រេចតាំងពីដើមមកគឺមិនដែលស្ដាយក្រោយនោះទេនាងវាយតម្លៃលើសមត្ថភាពខ្លួនឯងខ្លាំងពេកហើយចាំមើលខ្ញុំណាកណ្ដាប់ដៃនេះនឹងធ្វើឲ្យនាងចុះចាញ់ថ
មិនក៏ទៅជាអញ្ចឹងសំឡេងស្រែកខ្លាចទៅជាកម្លាំងប្រយុទ្ធឬក៏នាងជាអធិរាជនៃមេបកសម្ព័ន្ធមិនយ៉ាងអាចទៅសំឡេងស្រែកខ្លាចជាកម្លាំងប្រយុទ្ធដ៏ខ្លាំងតើមានន័យយ៉ាងម៉េចទៅសំឡេងស្រែកដូចជាទាហានរាប់ម៉ឺននាក់អញ្ចឹងភ្លាមប្រែក្លាយទៅជាសំឡេងកំចាត់សត្រូវនេះចាំបាច់ត្រូវតែមានកម្លាំងធាតុខ្លាំងណាស់ទើបអាចធ្វើបានជាទូទៅអ្នកខ្លាំងបែបនេះគឺមានតែមេបកទេសមត្ថភាពរបស់សិស្សច្បងពិតជាខ្លាំងពូកែណាស់ពួកយើងពីមុនគឺបានមើលងាយគាត់ពិតជាមិនស្គាល់មេខ្ពស់ប៉ុណ្ណាមែននាងអនឈីវហេតុអីក៏នាងខ្លាំងពូកែបែបនេះហេតុអីក៏ខំលាក់បាំងរហូតមកអញ្ចឹងប្រសិនបើនាងមិនលាក់បាំងខ្ញុំមិននឹងអាចសំពះចាងគួយធ្វើជាគ្រូទៅនាងសពនឹងស្លាប់មែនគ្រាន់តែស្រែកក៏អាចបំបែកក្បាច់កូនរបស់ខ្ញុំបានដែរសមត្ថភាពបែបនេះនៅតង់ចូលទាំងមូលមិនទាន់មាននរណាម្នាក់អាចធ្វើបានទេតើនាងជានរណាចង់ដឹងពីឋានៈរបស់ខ្ញុំឯងនៅមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេសូម្បីតែបងប្រុសរបស់ឯងនៅមិនទាន់គ្រប់គ្រាន់ផងបានហើយស្មានថានាងមានសមត្ថភាពបន្តិចបន្តួចហ្នឹងគិតថាខ្លួនឯងអស្ចារ្យនោះបងធំរបស់ខ្ញុំក៏មិនអន់ជាងនាងដែរច្បាស់ទេថាធាអូទីមិនធ្លាប់ចាញ់នោះតែគេមិនមែនជាកំពូលហ្វៃដៃលេខ1ទេនាងក៏ស្គាល់បងធំរបស់ខ្ញុំដែរបន្តិចទៀតគាត់នឹងមកដល់ប៉ាក់ខៅសាននេះហើយនាងក៏ដឹងពីបងធំរបស់ខ្ញុំដែរបើតាមចរិតរបស់គាត់ប្រសិនបើដឹងថានាងក្អេងក្អាងនៅទីនេះនោះប្រកាសជាវាយនាងឲ្យលុតជង្គង់ទៅនឹងដីហើយធាអូយ៉ាតើឯងគិតថាគេហ៊ានតដៃជាមួយខ្ញុំទេគេក្រោយពីបានឃើញខ្ញុំប្រកាសជាត្រូវលុតជង្គង់អនក្បាលគោរពខ្ញុំហើយលុតជង្គង់អនក្បាលគោរពតើនាងហ៊ានភ្នាល់ទេអាចឲ្យបងប្រុសរបស់ខ្ញុំធាអូទីអនក្បាលគោរពនាងនោះនៅតង់ចៅទាំងមូលនេះគឺមានតែមនុស្សម្នាក់ទេម្នាក់នោះគឺអធិរាជស្រីសមត្ថភាពរបស់នាងបន្តិចបន្តួចនេះឬមួយចង់ប្រៀបធៀបជាមួយនឹងអធិរាជស្រីហ៎គ្រប់មេប៉ារងមើលទៅនាងអនឈីវអត់បានទុកមេប៉ារងនិងមេប៉ាធំនៅក្នុងភ្នែកនោះទេសូម្បីតែអធិរាជស្រីក៏នាងមិនគោរពដែរខ្ញុំនឹងចាំមើលនៅពេលដែលមេប៉ាធំមកដល់នឹងយកមនុស្សនៅទីនេះទៅសម្លាប់ចោលទាំងអស់ជូឡងឆានអាចឥឡូវនេះក៏អាចនឹងស្លាប់ដែរដោយសារតែសិស្សគ្រូពីអ្នកឯងនេះហើយជាអ្នកបង្ករឿងហេតុស៊ីលួខ្ញុំឲ្យឯងបិទមាត់ណាចាំដល់ពេលមេប៉ាធំមកដល់ឯងក៏ពិបាកកិច្ចផុតពីការស្លាប់ដែរមេប៉ាធំនៃប៉ាកណ្ដាប់ដៃដែកសូមរាយការណ៍លោកមេប៉ាឆាប់និយាយមកអ្នកតំណាងមេប៉ាសម្ព័ន្ធមានបញ្ជា3ថ្ងៃក្រោយប្រជុំប៉ាសម្ព័ន្ធទទួលមេប៉ាពិភពគុណថ្មីឡើងកាន់តំណែងអញ្ជើញអ្នកខ្លាំងគ្រប់ទីកន្លែងមកចូលរួមឈីឡាំងអាមនុស្សលាក់ពុតម្នាក់នេះហេតុអីក៏គេបញ្ញាប់ឡើងតំណែងជាមេប៉ាពិភពគុណអីយ៉ាងនេះខ្ញុំបាននិយាយហើយការបាត់ខ្លួនរបស់អធិរាជស្រីប្រកាសជាមានពាក់ព័ន្ធនឹងគេហើយលោកមេប៉ាអញ្ចឹងពួកយើងគួរទៅទេប្រកាសជាត្រូវទៅហើយពេលដែលមេប៉ាធំមកដល់ឯងជាបាសជាត្រូវស្លាប់ហើយអ្នកគ្រូក៏បានមើលមកជូលឹងច័ន្ទហាក់ដូចជាភ័យខ្លាចហើយក៏បានគិតក្នុងចិត្តថាហេតុអីក៏ខ្ញុំខ្លាចទៅជាបែបនេះហេតុអីក៏ខ្ញុំហាក់ដូចជាភ័យខ្លាចយ៉ាងនេះហេតុអីបានជាមើលនាងអនឈីវភាពក្លាហានបន្តិចក៏ខ្ញុំអត់មានដែរខ្ញុំគួរតែស្លាប់មែនធាវយ៉ាប្រសិនបើលោកមិនជឿតើលោកហ៊ានភ្នាល់ជាមួយខ្ញុំទេតើនាងចង់ភ្នាល់យ៉ាងម៉េចទៅគឺភ្នាល់ថាបងធំរបស់ឯងធាវទីនៅពេលដែលបានជួបខ្ញុំនឹងលុតជង្គង់នៅចំពោះមុខខ្ញុំយ៉ាងមានសុជីវធម៌មេប៉ារងមិនគួរយល់ព្រមនឹងនាងទេនាងច្បាស់ជាចង់ពន្យាពេលហើយលោកគឺជាមេប៉ារងណាបានហើយពួកឯងបាត់មាត់រឿងនេះខ្ញុំចេះវិនិច្ឆ័យដោយខ្លួនឯងហើយខ្ញុំនឹងភ្នាល់ជាមួយនាងប្រសិនបើខ្ញុំចាញ់គឺស្រេចតែនាងចោះតែបើសិនជានាងចាញ់ខ្ញុំនឹងនៅទីនេះសម្រាប់នាងជាមិនខានល្អល្អណាស់បងប្អូនប៉ាក់កណ្ដាប់ដៃដែរចូលរៀបក្បួនអំបញ្ញមិញអាចយកព្រមទៅលើការភ្នាល់គ្នាហើយឥឡូវនេះអាចចង់មានន័យយ៉ាងម៉េចទៅអំបញ្ញមិញយល់ព្រមទៅលើការភ្នាល់គ្នាហើយតើនេះមានន័យថាម៉េចយល់ព្រមទៅលើការភ្នាល់គ្នាគួរឲ្យចង់សាច់ណាស់នាងគ្មានសុជីវធម៌ចំពោះបងធំខ្ញុំនិងអធិរាជស្រីបែបនេះក្រោយការប្រកួតនេះនាងមានតែផ្លូវស្លាប់តែមួយគត់នាងពិតជាស្មានថាខ្ញុំយល់ព្រមការភ្នាល់ជាមួយនាងមេប៉ារងពិតជាមានការគិតយ៉ាងម៉ត់ចត់មែនខ្ញុំឆាងគួយសូមសរសើរដោយស្មោះហើយនោះគឺប្រកាសហើយខ្ញុំមិនអាចឆត់ល្ងងដោយលោកនោះទេនាងអនឈីវនេះជាថ្ងៃអវសានរបស់នាងហើយអ្នកគ្រូសូមអ្នកគ្រូប្រយ័ត្នបន្តិចខ្ញុំឮថាក្បួនកណ្ដាប់ដៃដែក4ទិសនេះគឺខ្លាំងពូកែណាស់បានសម្លាប់អ្នកខ្លាំងពូកែនៅក្នុងពិភពគុណបន្តិចនោះទេគ្មានបញ្ហានោះទេនាងសាយសិនចោះបន្តិចទៀតនឹងសាយលែងសមហើយនេះជាក្បួនកំពេកកំប៉ុកតែប៉ុណ្ណោះឯងយល់ថាខ្លាំងពូកែណាស់មែនទេពិតជាអត់ដឹងអីមែននេះគឺជាក្បួនដែលអធិរាជស្រីបង្កើតឡើងទុកឲ្យប៉ាក់កណ្ដាប់ដៃដែកពួកយើងជាកំណប់ទ្របអ្នកដែលនៅក្នុងក្បួននេះមិនដល់មួយជំហានផងច្បាស់ជាស្លាប់ហើយទោះបីជាមានវិជាគុណខ្លាំងយ៉ាងណាក៏ដោយក៏កិច្ចមិនផុតពីក្បួននេះដែរអញ្ចឹងផងពិតឬក៏អត់បន្តិចទៀតនាងច្បាស់ជាដឹងហើយចាត់ការទៅអ្នកគ្រូប្រយ័ត្ន
មិនក៏នាងអាចបំបែកក្បួននេះដូច្នេះក្បួនកណ្ដាប់ដៃ4ទិសត្រូវនាងបំបែកបានហើយបើនាងហ៊ានប៉ះខ្ញុំណាបងធំរបស់ខ្ញុំនឹងអធិរាជស្រីច្បាស់ជាមិនលើកលែងឲ្យនាងឡើយពិតមែនណានរណាហ៊ានប៉ះប្អូនទី2របស់ខ្ញុំត្រូវតែសម្លាប់មិនអាចលើកលែងបានឡើយបងធំរបស់ខ្ញុំមកដល់ហើយនាងច្បាស់ជាស្លាប់ហើយបងធំទីបំផុតបងបានមកដល់ហើយគេម្នាក់នេះមើលទៅស្រដៀងទៅនឹងបងធំគឺស្រីម្នាក់នេះហើយគេមិនទុកបងឲ្យនឹងអធិរាជស្រីនៅក្នុងភ្នែកទេហើយនៅនិយាយថាចាំបងមកដល់ហើយឲ្យបងលុតជង្គង់សុំទោសដោយផ្ទាល់ទៀតនិយាយរួមទៅគឺក្រអឺតក្រទមខ្លាំងណាស់នាងនិយាយថាពេលខ្ញុំមកដល់ហើយត្រូវលុតជង្គង់ចំពោះមុខនាងទៀតហ៎ពិតជាមានន័យមែនឆាកប្រយុទ្ធមួយនេះគួរតែដល់ទីបញ្ចប់ហើយនាងអនឈីវទោះបីជាពីមុនខំលាក់បាំងសមត្ថភាពពិតយ៉ាងណាក៏ដោយឥឡូវនេះនឹងក្លាយទៅជាប្រលឹងដែលស្លាប់ក្រោមដៃធាវឧទីជាមិនខានឡើយគឺនរណាបាននិយាយទៅហាខ្ញុំមកហើយត្រូវលុតជង្គង់សុំទោសចំពោះមុខនាងហាធាវឧទីខានជួបលោកជាយូរណាស់មកហើយលោកនិយាយទៅមើលខ្ញុំអាចមិនអាចឲ្យលោកលុតជង្គង់ចោចិត្តដល់ពេលស្លាប់ហើយទោះអង្វរបងធំខ្ញុំយ៉ាងណាក៏ដោយក៏យឺតពេលដែរខ្ញុំប្រាប់នាងណាបងធំរបស់ខ្ញុំថ្ងៃនេះគឺមិនអាចដោះលែងនាងបានទេឆាប់បាត់មាត់បងធំក៏លុតជង្គង់គោរពអ្នកគ្រូពួកគេនឹកស្មានមិនដល់ឡើយមេបៈកណ្ដាប់ដៃដែកធាវឧទីសូមគោរពអធិរាជស្រីស្វាគមន៍អធិរាជស្រីវិលត្រឡប់មកវិញនាងគឺអធិរាជស្រីបងប្រុសម្នាក់ណាជាអធិរាជស្រីទៅអាល្ងងនៅមានអធិរាជស្រីម្នាក់ណាទៀតនេះជាអធិរាជស្រីសំណាក់ប៉ាជីពិតប្រកបហើយនាងចិនយូអធិរាជស្រីសំណាក់ប៉ាជីនាងជាអធិរាជស្រីសំណាក់ប៉ាជីធាអ៊ូយ៉ាឯងនៅចង់តដៃជាមួយខ្ញុំទៀតទេធាអ៊ូយ៉ាមិនដឹងថាអធិរាជស្រីអញ្ជើញមកដោយផ្ទាល់សង្ឃឹមថាអធិរាជស្រីទុកជីវិតឲ្យផងអធិរាជស្រីសំណាក់ប៉ាជីនាងអនឈីវមិនក៏នាងខ្លាចទៅជាអធិរាជស្រីនៃសំណាក់ប៉ាជីអញ្ចឹងចប់ហើយតាំងពីដើមរហូតមកគឺខ្ញុំតែធ្វើខុសជាមួយអ្នកខ្លាំងលេខ1នៅតុងចៅចប់ហើយខ្ញុំប្រកាសជាមិនរស់ទេនាងអនឈីវនាងចិនយូខ្ញុំគួរតែឆាប់នឹកឃើញមុននេះបន្តិចស្មានមិនដល់ថាអធិរាជស្រីនៃសំណាក់ប៉ាជីតាមពិតគឺនៅក្នុងបកខៅសានពួកយើងសោះឆាងគួយពួកឯងឆាប់នាំជនក្បត់នេះទៅឃុំនៅខាងក្រោយភ្នំទៅធ្វើតាមបញ្ជាលោកមេបៈទៅបាទអញ្ចឹងបានជារាល់ដងអ្នកគ្រូហាក់ដូចជាមិនខ្លាចសោះតាមពិតគាត់ជាអធិរាជស្រីក៏ត្រូវដែរអ្វីទាំងអស់នេះគឺសុទ្ធតែបានបញ្ជាក់យ៉ាងច្បាស់ហើយអធិរាជស្រីតើ3ឆ្នាំមុនមានអ្វីកើតឡើងទៅហេតុអីបានជាបាត់ដំណឹងអ្នកអស់រយៈពេល3ឆ្នាំនោះមិនមែនដោយសារតែឈីឡាងទេអាក្មេងម្នាក់នោះគេរឿងនោះចាំថ្ងៃក្រោយចាំនិយាយចុះពួកលោកឆាប់ក្រោកឡើងទទួលបញ្ជាអាល្ងងមិនក៏មិនឆាប់ក្រោកឡើងមកអធិរាជស្រីប្អូនទី2របស់ខ្ញុំគឺមិនបានស្គាល់អត្តសញ្ញាណរបស់អ្នកទេសូមអង្វរអធិរាជស្រីមានចិត្តសប្បុរសលើកលែងឲ្យគេផងសូមអង្វរអធិរាជស្រីទុកជីវិតឲ្យផងធាអ៊ូយ៉ាអំបញ្ញមិញលោកមិនមានអកប្បកិរិយាបែបនេះទេអធិរាជស្រីសូមអ្នកកុំនិយាយលេងសើចជាមួយខ្ញុំអីបើសិនជាខ្ញុំដឹងអត្តសញ្ញាណរបស់អ្នកមុននេះបន្តិចខ្ញុំមិននឹងហ៊ានមិនគួរសមចំពោះអ្នកទៅធាអ៊ូទីនេះទុកឲ្យលោកដោះស្រាយចុះក្រោយពេលដោះស្រាយចប់ចាំទៅរកខ្ញុំទទួលបញ្ជានាងអនឈីវឆយស្ងៀមអ្នកគ្រូខ្ញុំទើបជាកូនសិស្សរបស់អ្នកមួយជីវិតនេះខ្ញុំគឺបានថ្វាយបង្គំអ្នកធ្វើជាគ្រូហើយរឿងដែលកើតឡើងទាំងអស់គឺដោយសារស៊ីលក់អាក្មេងម្នាក់នោះឆ្លៀតឱកាសចាប់យកអ្វីដែលគេមិនគួរមានឱកាសដែលជារបស់ខ្ញុំសូមអ្នកគ្រូយកយល់ផងជូឡាំងច័ន្ទខ្ញុំស្មានថាឯងគ្រាន់តែជាជនឆ្លៀតឱកាសតែប៉ុណ្ណោះខ្យល់បក់ទៅណាឯងរេទៅនឹងតែគិតមិនដល់ថាឯងមិនចេះខ្មាស់គេបែបនេះសោះគ្រូរបស់ឯងគឺឆាងគួយមិនមែនជាខ្ញុំទេមិនអាចទេអ្នកគ្រូថ្ងៃនេះត្រូវតែទទួលខ្ញុំធ្វើជាកូនសិស្សបើមិនអញ្ចឹងទេថ្ងៃក្រោយពួកគេប្រកាសជាសងសឹកនឹងខ្ញុំវិញហើយអ្នកគ្រូទទួលស៊ីលក់ធ្វើជាសិស្សម្នាក់ហើយតើទទួលខ្ញុំម្នាក់ទៀតមានបញ្ហាអីទៅឯងជាមនុស្សចិត្តរេតាមខ្យល់តាំងពីដើមមកមិនស័ក្តិសមប្រៀបធៀបជាមួយនឹងកូនសិស្សរបស់ខ្ញុំទេអធិរាជស្រីអាល្ងងម្នាក់នេះទុកឲ្យខ្ញុំជាអ្នកដោះស្រាយចុះចាំខ្ញុំប្រដៅគេឲ្យបានល្អកូនសិស្សតោះយើងទៅខ្ញុំបានជួបមនុស្សបែបនេះមិនមែនជាលើកទី1នោះទេអ្នកគ្រូនាងអនឈីវនាងគឺជាមនុស្សស្រីម្នាក់
តើខ្ញុំមានអ្វីប្រៀបនឹងសៀលក់មិនបានទៅហេតុអីក៏មិនផ្ដល់ឱកាសខ្ញុំកសាងជីវិតថ្មីឬមួយជីវិតរបស់ខ្ញុំត្រូវបញ្ចប់ត្រឹមនេះខ្ញុំមិនសុខចិត្តទេខ្ញុំមិនសុខចិត្តទេ